រឿងសង្ខេបនៅក្នុងផ្ទះចាស់ប្រក់ក្បឿងមួយក្នុងតាជឿមដែលជាពុកចិត្តនៅស្រុកស្វាយប៉ោខេត្តបាត់ដំបងជាត្រកូលសេរីពងកំពុងតែដេកស្ទោកស្ទឹងនៅលើគ្រែទោះបីលោកគ្រូពេទ្យស្អាតខំប្រឹងព្យាបាលយ៉ាងណាក៏ពុំអាចជាសះស្បើយឡើយមុននឹងស្លាប់ទៅគាត់បានតែតាមចិត្តនៅគាថាមួយបថាអត្តាហឺអត់ណូនីថោក្រោយពីឪពុកស្លាប់ទៅលោកគ្រូពេទ្យស្អាតក៏បានណែនាំឲ្យចិត្តទៅធ្វើជាកម្មករនៅប៉ៃលិននៅផ្ទះលោកលួងរតនសម្បត្តិដែលជាពុកម៉ារបស់លោកបានសម្បត្តិពីគ្រូពេទ្យស្អាតហើយចិត្តក៏ធ្វើដំណើរទៅប៉ៃលិនហើយក៏បានលោកលួងរតនសម្បត្តិទទួលឲ្យនៅជាមួយធ្វើជាកម្មករបងតាំងពីនោះមកចិត្តខិតខំធ្វើការជាកម្មករជីកបងមានខ្ជិលច្រអូសព្រោះតម្រុនឡាយជាហេតុបណ្ដាលឲ្យលោកលួងរតនាសម្បត្តិពេញចិត្តទាំងខ្លាំងចំណែកពួកកម្មករដទៃទៀតក៏មានការពេញចិត្តស្រឡាញ់រាប់អានចិត្តគ្រប់គ្នាយុគមួយចិត្តច្រៀងបទយុវាភិរមនៅក្នុងខ្ទមរបស់ខ្លួនសំឡេងចម្រៀងធ្វើឲ្យខុននារីដែលបានចុះមកកំសាន្តក្នុងសួនលឺត្រាំពីរោះមិនបានក៏បណ្ដាលឲ្យចូលទៅក្នុងលំនៅទូចរបស់ចិត្តខុននារីនិងចិត្តសន្ទនាគ្នាជាពាក្យផ្ដោះផ្ទំផ្សេងហើយគេក៏ចេញទៅទីវាលសួនច្បារសំណេះសំណារតេទៅតាមនុកទីរបស់គេរៀងខ្លួនលុះស្អែកឡើងពេលព្រឹកវេលាដែលចិត្តទៅជីកបងគេមានភពបានជួយរវៃឡានម្ចាស់របស់គេដែលបំរុងទៅស្រុកសង្កែទទួលលោកបាឡាត់ស្រុកតាសុនអ្នកបើករថយន្តកាលបើឃើញចិត្តចេះបើកឡានគាត់ក៏សុំច្បាប់មួយពេលព្រោះចប់ធុរៈលោករតនសម្បត្តិក៏ព្រមឲ្យចិត្តជំនួសតាសុនក្នុងការស្នាក់ជូនដំណើរជាហ្វាយទៅដល់ស្រុកសង្កែចិត្តត្រូវបានកាន់កន្ត្រកដើរតាមក្រោយខុននារីទៅផ្សារទិញអីវ៉ាន់សពគ្រប់អស់ហើយខុននារីនិងចិត្តក៏ត្រឡប់មកទទួលរតនសម្បត្តិនិងលោកបាឡាត់ស្រុកវិលទៅប៉ៃលិនវិញតែក៏សល់មកដល់ពាក់កណ្ដាលផ្លូវឡានក៏ខូចបណ្ដាលឲ្យមានការទាស់សម្ដីខ្លះរវាងចិត្តនិងលោកបាឡាត់ព្រោះម្នាក់សុទ្ធតែប្រច័ណ្ឌទៅលើសម្រស់នាងខុននារីក្នុងការស្នាក់នៅកណ្ដាលព្រៃចិត្តនឹងចាហ្វាយក្រមុំនេះនិយាយផ្ទោះផ្ទំគ្នារហូតចូលចិត្តចូលថ្លើមគ្នាខ្លះរំពេចនោះស្រាប់តែមានចោរមួយក្រុមចេញមកប្លន់ចិត្តត្រូវបានតាំងប្រយុទ្ធជាមួយពួកចោរដោយអង្គអាចបណ្ដាលឲ្យពួកចោរត្រូវរបួសជាច្រើនអ្នកចំណែកចិត្តក៏ត្រូវគ្របសន្លប់បាត់ស្មារតីក្រោយការរងរបួសគេបាននាំចិត្តទៅមកព្យាបាលក្នុងមន្ទីរពេទ្យដោយមានការជួយជ្រោមជ្រែងពីលោកលួងរតនសម្បត្តិដោយការខិតខំព្យាបាលជំងឺពីគ្រូពេទ្យនិងការយកចិត្តទុកដាក់ថែទាំយ៉ាងដិលដល់ពីខុននារីចិត្តក៏បានសះស្បើយវិញចាប់តាំងពីថ្ងៃនោះមកទៅចិត្តនិងខុននារីក៏បានយល់ចិត្តគ្នាហើយស្រឡាញ់គ្នាកាន់តែខ្លាំងឡើងឯចរិតស្មានស្មាយរបស់ខុននារីក៏សាបសូន្យក្នុងគ្រានោះដែរដោយសារគុណសម្បត្តិដ៏ថ្លៃថ្លារបស់ចិត្តលោកលួងរតនសម្បត្តិក៏បានតែងតាំងចិត្តឲ្យកាន់បញ្ជីមើលការខុសត្រូវត្រួតមើលត្បូងវិញម្ដងគឺឈប់ឲ្យធ្វើជាកម្មករទៀតហើយថ្ងៃមួយលោកបាឡាត់ស្រុកសង្កែបាននាំចៅកែផាន់ចូលមកផ្ទះលោករតនសម្បត្តិដើម្បីសុំទិញត្បូងក្រោយការបង្ហាញត្បូងឲ្យមើលម្ចាស់ផ្ទះបានព្រមទទួលនាំថៅកែថ្មីនេះទៅមើលអណ្ដូងជីកត្បូងជាមួយចិត្តទទួលខុននារីនិងលោកបាឡាត់នៅក្នុងផ្ទះដោយសេចក្តីស្នេហាព្រំដែនលោកបាឡាត់បានចាប់នាងខុននារីរំលោភចិត្តមកតនវាលោកបាឡាត់ដួលលោករតនសម្បត្តិព្រមលើកលែងទោសលោកបាឡាត់និងថៅកែផាន់តែបានប្រមានឈុកឲ្យមកជន់ទីនេះទៀតក្នុងរាត្រីនោះវេលាដែលចិត្តកំពុងបន្តែតអារម្មណ៍ក្នុងបន្ទប់ស្រាប់តែឮសំឡេងចោលចូលមកប្លន់ផ្ទះលោករតនៈក្រុមកម្មករស៊ូនៅខាងក្រោមឯចិត្តឡើងទៅលើផ្ទះប្រតែមេចរគឺថៅកែផាន់ហើយបានប្រយុទ្ធគ្នាយ៉ាងយូរទើបអាចសម្លាប់ចរនេះបានចំណែកលោកបាឡាត់ស្រុកកំពុងប្រវេចាប់យកខុននារីក៏ត្រូវចិត្តសម្លាប់បានទៀតក្នុងរាត្រីនោះវេលាដែលចិត្តកំពុងបន្តែតអារម្មណ៍ក្នុងបន្ទប់ស្រាប់តែឮសំឡេងចោលចូលមកប្លន់ផ្ទះលោករតនៈក្រុមកម្មករស៊ូនៅខាងក្រោមឯចិត្តឡើងទៅលើផ្ទះប្រតែមេចរគឺថៅកែផាន់ហើយបានប្រយុទ្ធគ្នាយ៉ាងយូរទើបអាចសម្លាប់ចោលបានចំណែកលោកបាឡាត់ស្រុកកំពុងប្រវេចាប់យកខុននារីក៏ត្រូវចិត្តសម្លាប់បានទៀតគុណសម្បត្តិដ៏ច្រើនរបស់ចិត្តធ្វើឲ្យលោកលួងរតនសម្បត្តិពេញចិត្តទាំងខ្លាំងម្យ៉ាងដោយលោកមើលឃើញពីទឹកចិត្តស្មោះស្ម័គ្ររបស់ចិត្តទៅលើខុននារីលោកលួងរតនក៏រៀបចំផ្សំគុំចិត្តនិងខុននារីជាស្វាមីភរិយាព្រមទាំងចែករំលែកទ្រព្យសម្បត្តិឲ្យអ្នកទាំងពីររស់នៅយ៉ាងសុខសាន្តគូជីវិតថ្មីនេះសប្បាយចិត្តរីករាយក្រៃលែងហើយគេរស់នៅជាមួយគ្នាដោយសុខក្សេមក្សាន្តទៅកើតជាកូនពូនជាចៅទ្រាទៅប្រភូរឿងនៅក្នុងប្រទេសកម្ពុជារឿងកុលាបប៉ៃលិនមានប្រភពកំណើតនៅលើដែនដីនៃទីក្រុងប៉ៃលិននៃខេត្តបាត់ដំបងដែលស្ថិតនៅក្នុងប្រទេសកម្ពុជារឿងកុលាបប៉ៃលិនចាប់បដិសន្ធឡើងនៅក្នុងសម័យអាណានិគមបារាំងប្រភេទរឿងអក្សរសិល្ប៍ទំនើបបែបប្រឡំលោកមនោសញ្ចេតនាចលនាខេមរនិយមអ្នកនពោតញុកថែមកាលបរិច្ឆេទ1936ឬ1940